នេះគឺសកម្មភាពរៀបចំដើរលេងថ្ងៃទី1នៅលើស្ពានសេសានបានមកដល់ស្ពានសេសានហើយក៏ដាក់មកប៉ុស្តិ៍ទៅឥឡូវនេះគឺមកដល់រតនគិរីហើយរតនគិរីគឺទេសភាពសម្បូរបងប្អូនគឺលក់ភេទស្រាកតិនណាហើយនេះទេសភាពបឹងយ៉ាឡោមហើយក៏ត្រង់ម៉ាច់ដាក់មកប៉ុស្តិ៍ពីប៉ុស្តិ៍ទៅហើយនេះគឺហៅសឡប្រងដើមអស័យឆ្ងាញ់មកគេដែរតាវាជាទៅពេញហើយបន្ទាប់មកយើងសម្រាប់ផ្លែក៏ធ្វើដំណើរមកខាងមណ្ឌលគិរីវិញនេះគឺតាមផ្លូវមណ្ឌលគិរីក៏ដាក់បានមកប៉ុស្តិ៍ទៀតទេសភាពភ្នំស្អាតមែនតែនហើយសម្រាប់ផ្លូវណាក៏មិនឲ្យជិះតាមផ្លូវហ្នឹងគឺសម្បូរទេសភាពភ្នំច្រើនមែនតែននិយាយរួមទៅឥឡូវនេះគឺបានមកដល់មណ្ឌលគិរីហើយចាំថ្ងៃគេធ្វើ concert ទៀតមណ្ឌលគិរីសិតតែមនុស្សតែម្ដងភ្លើងទេសភាពចុះពីលើភ្នំមកស្អាតមែនតែនឥឡូវនេះមកដល់ resort Kevin and Henry ហើយសេវាកម្មគាត់ល្អខ្លាំងមែនតែនហើយសំខាន់ទេសភាពស្អាតស្ងប់ស្ងាត់ល្អហើយនោះខ្ញុំមកពងសែកហៅកូនមកខ្លាចវាចូលអាងទឹកពួកក្មេងៗចូលចិត្តអាងទឹកណាគាត់ឃើញមកដល់ឃើញអាងទឹកភ្លាមប្រងចុះភ្លាមហ្មងប៉ុន្តែទុកជាប់គេមានអាងកូនក្មេងអាងមនុស្សធំហើយសំខាន់ស្ងប់ស្ងាត់ល្អឥឡូវកំពុងតែរៀបចំអីវ៉ាន់ព្រមមិនបានក៏ដាក់មួយវីដេអូទៅស្អាតហើយវាស្អាតពេកពុទ្ធទេសភាពស្លប់ដើរលេងកន្លែងផ្សេងក៏ស្អាតតែនៅសារនៅនេះទីតាំងរបស់ខ្មែរចាំលើស្ទួយខ្មែរឥឡូវហេវក៏មករកកន្លែងសាច់អាំងមកថាអាំងអត់តាន់ទេអ្នកអាំងដោយសារអីកូនក្មេងច្រើនណាស់កូនមីកូនត្រេមនេះសកូនត្រេមហើយនេះគឺសាច់អាំងច្រើនក្មេងច្រើនអញ្ចឹងអ្នកអាំងអត់តាន់ទេហើយនេះគឺថតយកស្តាយហើយក៏ផ្លោគេស្អាតព្រឹកឡើងបន្តដំណើរទៅលេងភ្នំណាំលាក៏ដាក់មកវីដេអូទៀតទៅនេះគឺដាក់ហ្វឺមួយចានមុនពេលទៅឡើងភ្នំប៉ុន្តែនឹកឃើញថាភ្នំហ្នឹងគេជិះប្រហែលជាតើមួយផ្លែតទេអានេះគឺទេសភាពនេះគឺឡើងភ្នំណាស្លេស្លាដោយសារតែឡើងបានតែពាក់កណ្ដាលផ្លូវហត់ហើយនេះគឺកំឡោះសង្ហាស្វាថ្មីខ្ញុំពូសាំងឃើញទេមើលមែនតើខោអាវនេះប្រពន្ធទិញឲ្យថ្ងៃគូកណ្ដាលទិញមកត្រូវម៉ាច់តែម្ដងគេដើរចេះរៀនសង្ហាលើភ្នំទេគេឡើងទៅដល់ខ្ពស់ភ្នំខាងលើទៀតណាហើយខ្ញុំអត់ដឹងខ្ញុំលេងតែឈុតខ្លីអាវវាឃើញថាគេចុះពីឡានហើយគេអន់ទៅឃើញភ្នំណាំលាឃើញគេធ្វើវីដេអូឃើញភ្នំណាំលាគេដើរអញ្ចឹងស្រួលម៉ែហើយតោងខ្សែឡើងហើយរៀននៅក្រោយបើតែថាប្រេមុនដឹងតែឡើងចោតខ្លាំងម្លឹងអើយមកវិញនឹងឈឺជើងហ្មងពាក់វិជើងប៉ាតាទៅហ្មងអត់មានបានវិជើងប៉ាតាទេហើយនិយាយថាថ្ងៃក្តៅឥឡូវនេះទេសភាពទៅជ្រក់ប៊ូស្រានេះគឺទឹកជ្រក់ប៊ូស្រាក៏ថតតែមួយទៅស្អាតមែនតើទឹកជ្រក់នេះគឺម៉ាក់មួយឈានគាត់ពុំទៅដើរគាត់តែងមួយខ្ញុំដែរហើយខ្ញុំដើរមុខគេនោះហើយចែគាត់ដើរបន្ទាប់ម៉ាក់មួយឈានចែគាត់តែងដែរនៅពេលឥឡូវនេះគឺធ្វើដំណើរទៅវិញហើយក្រោយពីកម្មជនជាតិនេះចែថាជប់វត្តនាដាក់មកប៉ុស្តិ៍សិនឥឡូវក៏ដាក់មកប៉ុស្តិ៍ទៅបានមកប៉ុស្តិ៍ទៀតនិយាយថាកម្មជនជាតិណាពាក់សិនស្បែកជើងភាសាថាជន់ថ្មនេះគឺសមុទ្រឈើមកដល់សមុទ្រឈើហើយភាសាអីវីដេអូនេះគេកាត់ដោយសារតែយើងថតតិចណាយើងបានថតច្រើនវែងហើយនេះដាក់បឺមួយកែវល្ងាចឡើងហែទឹកនេះគឺថ្ងៃទី3ហើយត្រឡប់មកផ្ទះវិញក៏ស្លៀកបានមកប៉ុស្តិ៍ទៀតឥឡូវនេះមកដល់ក្រចេះហើយបងគាត់ហែទឹកបងណាហើយនេះក៏ស្ទួយត្រី
បានត្រីមួយអមខ្លាំងមែនតើសន្និបាតថាវីដេអូនេះក៏ចប់ត្រឹមនេះ